ដុកម្ដាយទៅសុំលេខឆ្នោតនៅខាងក្រៅភូមិប៉ុន្តែគាត់បែរជាជួបជាមួយនឹងរឿងដែលស្មានមិនដល់ទៅវិញហើយរឿងរ៉ាវមួយហ្នឹងមិនដឹងថាគួរឲ្យខ្លាចឬក៏គួរឲ្យអស់សំណើចទេចំពោះរឿងរ៉ាវដែលគាត់បានចែករំលែកហ្នឹងគាត់មានឈ្មោះថាបងណាន់ប្រាប់ថារឿងរ៉ាវមួយនេះវាកាត់ឡើងកាលពីឆ្នាំ2011កាត់ឡើងនៅក្នុងស្រុកភូមិរបស់គាត់នឹងឯងអំឡុងពេលហ្នឹងបងណាន់គាត់ទើបទៅរៀនថ្នាក់ទី12ទេហើយគាត់មានអាយុ17ឆ្នាំគាត់ថានៅក្នុងស្រុកភូមិរបស់គាត់អំឡុងឆ្នាំ2011ហ្នឹងម្នាក់គឺជក់មែនតើជាមួយនឹងការចាក់កតុយលេខហើយលេខដែលពួកគាត់ចាក់អំឡុងពេលហ្នឹងគឺជាឆ្នោតយួននឹងឯងទាំងអស់គ្នាហើយឆ្នោតពេលហ្នឹងគឺវាល្បីខ្លាំងមែនតើល្បីពេញភូមិមិនថាក្មេងមិនថាចាស់មិនថាប្រុសមិនថាស្រីទេគឺនាំគ្នាចាក់កតុយលេខនៅក្នុងភូមិនឹងឯងហើយពេលហ្នឹងសូម្បីតែម្ដាយរបស់គាត់ផ្ទាល់ក៏ជក់ជាមួយនឹងឆ្នោតយួននឹងដែរទាំងអស់គ្នាហើយធម្មតាអ្នកដែលគេចាក់កតុយលេខអញ្ចឹងពេលច្រើនគេជឿទៅលើវត្ថុស័ក្តិសិទ្ធិឲ្យទៅលើកន្លែងណាល្បីថាអាចសុំកតុយលេខសុំឲ្យបានអញ្ចឹងម្នាក់គឺទៅហើយសូម្បីតែម្ដាយរបស់គាត់ក៏ទៅជាមួយគេជាមួយឯងដែរទាំងអស់គ្នាហើយរបៀបនៃការសុំកតុយលេខអំឡុងពេលហ្នឹងគឺគេចាក់ម្សៅឬក៏ផេះនៅលើបាតដៃឬក៏យកទៅញីទៅលើវត្ថុស័ក្តិសិទ្ធិអីអស់ហ្នឹងនឹងឯងខ្ញុំជឿថាទាំងអស់គ្នាអ្នកណាគេដែលគាត់រស់នៅតាមខេត្តតាមស្រុកតាមភូមិប្រហែលជាល្បីត្រូវអត់តាក់ទងជាមួយនឹងចាក់ម្សៅលើបាតដៃសុំកតុយលេខសុំអីចឹងទៅអញ្ចឹងគាត់ថាពេលហ្នឹងម្ដាយរបស់គាត់គឺនិយាយថាជក់ខ្លាំងមែនតើណាជក់ដល់ថ្នាក់ឆ្លោះមួយប៉ារបស់គាត់អីទៀតប៉ុន្តែក៏ឆ្លោះគ្នាមិនខ្លាំងទេព្រោះម្ដាយរបស់គាត់ចាក់ក៏មិនច្រើនដែរមួយថ្ងៃយើងចាក់ត្រឹមតែ 4-5 ម៉ឺនអីចឹងទៅអញ្ចឹងគាត់ថានៅពេលហ្នឹងទៀតទាំងអស់គ្នានៅខាងក្រោយភូមិរបស់គាត់គឺមានដើមអំពិលធំមួយដែលដើមអំពិលធំមួយហ្នឹងគឺអ្នកស្រុកអ្នកភូមិគឺគេជឿជាក់ហ្មងថាបើសិនជាយើងចង់ទៅសុំកតុយលេខនៅហ្នឹងគឺសុំឲ្យគឺបានត្រូវហ្មងបើមិនលេខធំទេគឺលេខតូចម្នាក់គឺសម្រុកទៅតែកន្លែងហ្នឹងទេម្ដាយរបស់គាត់ក៏ទៅកន្លែងហ្នឹងជាមួយគេជាមួយឯងដែរទាំងអស់គ្នាហើយរឿងរ៉ាវដែលគាត់បានជួបប្រទះគឺជួបនៅកន្លែងដើមអំពិលហ្នឹងតែម្ដងទាំងអស់គ្នាដើមអំពិលហ្នឹងគឺវាស្ថិតនៅចំខាងក្រោយភូមិគាត់នៅឆ្ងាយពីភូមិហ្មងប្រហែលជាខ្ទង់10 គីឡូអញ្ចឹងគាត់ថានៅម៉ោងប្រហែលជាខ្ទង់6 ល្ងាចគាត់បានដឹកម្ដាយរបស់គាត់ហ្នឹងទៅដើមអំពិលហ្នឹងព្រោះម្ដាយរបស់គាត់ចង់ទៅសុំកតុយលេខក៏ចង់សុំលេខ3លេខអីចឹងទៅអញ្ចឹងក្នុងពេលហ្នឹងគាត់ចង់ទៅទាំងអស់គ្នាគាត់ព្យាយាមកិច្ចពីម្ដាយរបស់គាត់ផងក៏ហៅថារវល់នេះរវល់នោះអីប៉ុន្តែម្ដាយគាត់គឺបង្ខំឲ្យគាត់ដុកទៅនឹងឯងទាំងអស់គ្នាហើយបងណាន់គាត់ខ្លាចផ្លូវទៅខាងក្រោយភូមិហ្នឹងណាព្រោះផ្លូវហ្នឹងគឺជាផ្លូវអាទិសគោហើយនៅសងខាងផ្លូវគឺមានស្ដើមឈើធំមានវាលស្រែមានអីចឹងទៅគឺរបៀបថាផ្លូវគឺវាល្ងឹតអត់មានផ្ទះប្រជាជននៅម្ដុំហ្នឹងទេប៉ុន្តែម្ដាយរបស់គាត់គឺបង្ខំឲ្យគាត់ដុកទៅហើយបើទោះបីជាបងណាន់គាត់ចង់គាត់ត្រូវទៅដុកម្ដាយគាត់ទៅដែរហើយគាត់ដុកទៅទាំងអស់គ្នាថានៅតាមផ្លូវគឺស្ងាត់ខ្លាំងមែនតើពេលជិះទៅដល់ពាក់កណ្ដាលផ្លូវនេះគាត់ស្រាប់តែឃើញមនុស្ស 4-5 នាក់ដើរតាមផ្លូវសំដៅទៅកន្លែងហ្នឹងដូចគ្នាអញ្ចឹងគាត់គិតថាគេប្រហែលជាទៅសុំកតុយលេខអីនៅកន្លែងហ្នឹងដូចគ្នាមានអីចឹងទៅគឺវាអត់ស្ងាត់ម៉ានអីចឹងទៅគាត់ក៏បើកទម្រាំទៅដល់ដើមអំពិលហ្នឹងទាំងគ្នាគឺម៉ោងប្រហែលជា 7 យប់នឹងឯងបើកដល់ដើមអំពិលហ្នឹងភ្លាមនៅដើមអំពិលហ្នឹងគឺស្ងាត់ឆឹងហ្មងទាំងគ្នាគឺមានតែគាត់ហើយនឹងម្ដាយរបស់គាត់គត់ហើយពេលហ្នឹងម្ដាយរបស់គាត់ហ្នឹងក៏មិនបានយកអំពិលយកអីទៅទេប៉ុន្តែម្ដាយរបស់គាត់ប្រាប់គាត់ថាឲ្យគាត់នឹងបញ្ឆេះម៉ូតូហើយបាញ់ភ្លើងម៉ូតូហ្នឹងសំដៅទៅកន្លែងដើមអំពិលហ្នឹងទៅស្រួលគាត់អង្គុយសុំលេខឆ្នោតសុំអីចឹងណាអញ្ចឹងគាត់ក៏ធ្វើតាមម្ដាយរបស់គាត់ប៉ុន្តែមុខគាត់គឺកញ្ញើខ្លាំងហ្មងគាត់ប្រចាំងភ្លើងម៉ូតូទៅកន្លែងហ្នឹងហើយគាត់ឃើញម្ដាយរបស់គាត់ដើរទៅមុខកន្លែងដើមអំពិលហ្នឹងហើយលោកជង្គង់គាត់ថាពេលហ្នឹងបងប្អូនបរិយាកាសដើមអំពិលហ្នឹងគឺមានខ្យល់បក់តិចហើយដែលសំខាន់ហ្នឹងណានៅខាងជុំវិញដើមអំពិលហ្នឹងគឺមានចេកមានធូបមានទៀនដែលគេមកសុំលេខឆ្នោតអីចឹងទៅហើយនៅជុំវិញដើមអំពិលហ្នឹងគឺប្រឡាក់សិតទៅដល់ផេះហើយនឹងម្សៅដែលគេយកទៅដោះសុំលេខឆ្នោតហ្នឹងឯងទាំងអស់គ្នាអញ្ចឹងម្ដាយរបស់គាត់ក៏ទៅអង្គុយនឹងហើយលោកជង្គង់ម្ដាយរបស់គាត់លោកជង្គង់បានផាជាខ្ទង់ 2-3 នាទីស្រាប់តែគាត់ហ្នឹងទាំងអស់គ្នាគឺបានឃើញមនុស្សចាស់មានប្រុសមានស្រីហ្នឹងណាមានគ្នាប្រហែលជាខ្ទង់ 5-6 នាក់ដើរចេញពីខាងក្រោយដើមអំពិលហ្នឹងមកហើយម្នាក់គឺពាក់អាវសរៀងប្រឡាក់ជាមួយនឹងរបៀបថាបើមនុស្សស្រីពាក់សំពត់បត់ពណ៌ខ្មៅហើយបើមនុស្សប្រុសវិញគឺពាក់ខោចៅពណ៌ខ្មៅនឹងឯងមកលុតជង្គង់នៅជុំវិញម្ដាយរបស់គាត់នឹងដូចគ្នាជុំវិញដើមអំពិលហ្នឹងតែអត់គ្នាគឺលុតជង្គង់ចិត្តម្ដាយរបស់គាត់នឹងឯងអញ្ចឹងម្ដាយរបស់គាត់ហ្នឹងគឺរបៀបថាបិទធូបឲ្យសុំអញ្ចឹងណាហើយក៏យកម្សៅចាក់លើបាតដៃចំណែកគាត់មើលទៅមនុស្សចាស់ទាំងអស់ហ្នឹងរបៀបថារឿងឆ្ងល់សុកឃើញលេចមុខចេញមកហើយគាត់គិតថាចេះតិចមនុស្សដែលគេដើរមកក្រុមហ្នឹងមកដឹងមកហើយគឺគេមកទៅសង្ងំក្រោយនឹងសិនអីចឹងណាប៉ុន្តែវាមិនសមណាពួកគាត់ដើរលឿនជាងជិះម៉ូតូទេអញ្ចឹងគាត់នឹងក៏របៀបស្រឡឹងមើលទៅម្ដាយរបស់គាត់ទេគាត់មើលទៅមនុស្សចាស់ទាំងអស់ហ្នឹងទៀតទេព្រោះគាត់មើលគាត់ថាកាន់តែមើលកាន់តែភ្លឺស្បល់ព្រោះរូបរាងអីគឺចម្លែកអត់និយាយគ្នាសោះគិតតែពីអង្គុយជុំវិញនឹងនៅស្ងៀមនឹងឯងអញ្ចឹងម្ដាយរបស់គាត់ក៏ចាប់ដើមនិយាយលឺនិយាយថាចេះលោកថាលោកយាយអើយឲ្យកូនចៅសុំលេខឆ្នោតសុំអាលេខធំមកអា3លេខសុំអីចឹងណាម៉ាក់គាត់និយាយរួចចាក់ម្សៅលើបាតដៃរួចយកទៅដោះហើយគាត់ឃើញមនុស្សប្រុសមនុស្សចាស់ប្រុសស្រី 5-6 នាក់ហ្នឹងទាំងអស់គ្នាគឺអោនក្បាលចុះធម្មតានៅពេលដែលអោនក្បាលចុះគឺក្បាលទៅមុខចេះអញ្ចឹងក៏អោនចុះអញ្ចឹងគាត់មើលបែបឆ្ងល់ថាអោនគ្រប់ស្អីគេគាត់ឆ្ងល់អញ្ចឹងណាអញ្ចឹងក៏គាត់នឹងអត់បានចាប់អារម្មណ៍ទៀតទេគាត់ក៏តែមើលបន្តទៀតនៅពេលដែលមើលនឹងហើយមនុស្សចាស់ទាំងអស់ហ្នឹងទាំងអស់គ្នាបែរមុខមករកគាត់ប៉ុន្តែអ្វីដែលគាត់ស្លុតហ្នឹងណាមនុស្សចាស់ទាំងអស់ហ្នឹងមិនមែនបែរមកទាំងខ្លួនទេណាគឺក្បាលរបស់គាត់បែរទៅខាងក្រោយខ្លួននៅខាងមុខដើមអំពិលដែរប៉ុន្តែក្បាលបែរទៅខាងក្រោយហើយនិយាយថាមិនបាច់ឆ្ងល់ទេអញនៅហ្នឹង
វាមិននិយាយប្រាប់គាត់អញ្ចឹងហ្មងទាំងអស់គ្នាប៉ុន្តែម្ដាយរបស់គាត់គឺអង្គុយស្ងៀមដូចអត់ឮសំឡេងអីសោះប៉ុន្តែគាត់គឺលឺពេញជាឲ្យឃើញរូបភាពនឹងច្បាស់មែនតើភ្លើងម៉ូតូរបស់គាត់បាញ់ទៅមនុស្សទាំងអស់ហ្នឹងឲ្យសម័យមើលទៅមនុស្សណាដែលអាចអង្គុយទៅត្រង់បានហើយបែរក្បាលទៅខាងក្រោយបានវាមិនមែនជាមនុស្សធម្មតាទេហើយពេលនោះទាំងអស់គ្នាគឺគាត់ស្លន់មែនតើណាស្លន់វាកាំងមើលចេះមើលអញ្ចឹងហើយគាត់ងើយទៅខាងលើពេលគាត់ងើយមុខទៅខាងលើទាំងអស់គ្នាដោយសារតែគាត់បានឮសំឡេងធ្លាក់ស្អីមកពីលើពេលងើយទៅគាត់ឃើញមនុស្សខ្មៅក្រឹបហ្មងទាំងអស់គ្នាគឺឈរលើដើមអំពិលភ្នែកវាក្រហមមើលមកគាត់ឈរនៅលើដើមអំពិលហ្នឹងហ្មងអញ្ចឹងពេលហ្នឹងទាំងអស់គ្នាគាត់ឃើញម្ដាយរបស់គាត់ក្រោកឡើងម៉ូតូគាត់ក៏បើកម៉ូតូចេញទៅគាត់បើកបដាញ័រខ្លួនបដាគាត់ប្រាប់ម្ដាយគាត់ថាម៉ែខ្ញុំឈប់បានហ្នឹងហើយមិនខ្ញុំឃើញទេម៉ែខ្ញុំឃើញមនុស្សចាស់ 4-5 នាក់ប៉ុន្តែម៉ែរបស់គាត់អត់និយាយទេហើយរបៀបថាគាត់ឃើញគាត់និយាយប្រាប់ម្ដាយរបស់គាត់បដាបើកម៉ូតូឡើងលឿនបដាគាត់ថាទម្លាប់ម្ដាយរបស់គាត់បើសិនជាគាត់បើកម៉ូតូលឿនបន្តិចគឺយកដៃខ្ទេចចកេះគាត់ហ្មងប៉ុន្តែម្ដងហ្នឹងម្ដាយគាត់នៅស្ងៀមប្រហែលជាម្ដាយរបស់គាត់ឃើញដែរហើយខ្លាចអីចឹងទៅទើបម្ដាយរបស់គាត់អត់និយាយស្អីសោះគាត់ក៏ប្រឹងបើកម៉ូតូរហូតទៅដល់ផ្ទះរបស់គាត់ចូលទៅដល់ផ្ទះភ្លាមទាំងអស់គ្នាប៉ារបស់គាត់សួរឯណាម៉ែឯងចឹងគាត់ថាម៉ែនឹងអង្គុយក្រោយទាំងអស់គ្នាមិនពេលគាត់ងាកទៅខាងក្រោយហ្នឹងអត់មានម៉ែរបស់គាត់ឡើងមកម៉ូតូទេអត់មានពីណាគេអង្គុយនៅខាងក្រោយគាត់ទេគឺគាត់បើកម៉ូតូហ្នឹងគឺបើកមកតែឯងទេហើយចាំមនុស្សដែលឡើងមកម៉ូតូអង្គុយមួយគាត់នឹងជាពីណាគេគាត់ពេលហ្នឹងគឺគាត់ភ័យមែនតើទាំងអស់គ្នាចឹងប៉ារបស់គាត់សួរអានេះហាញជិះមកចោលម៉ែឯងទៅយកម៉ែឯងវិញវាគាត់អញ្ចឹងគាត់ថាគាត់ហ៊ានទៅតែឯងទេព្រោះអីគាត់ឃើញម៉ែឡើងម៉ូតូច្បាស់ណាស់ហើយបើសុកបាត់ម៉ែទៅវិញអញ្ចឹងគាត់ឲ្យគាត់ហ៊ានទៅតែឯងមិនកើតចឹងគាត់ឲ្យប៉ារបស់គាត់ឡើងម៉ូតូជាមួយចឹងពុករបស់គាត់ក៏ឡើងម៉ូតូជាមួយគាត់ក៏បើកទៅវិញហើយនៅពេលបើកម៉ូតូទៅវិញគាត់ឃើញម៉ែរបស់គាត់ដើរជេរគាត់តាមផ្លូវមកដើរបដាជេរបដាលូបដាអញ្ចឹងណាចឹងគាត់បើកដល់ម៉ែរបស់គាត់ខោគាត់មកកញ្ញោថាហែងជិះម៉ូតូចេញចោលអញឲ្យរបស់គាត់គឺថាម៉ែគាត់មកថាឈួតចឹងចេះនាំកូនមកអញ្ចឹងទាំងយប់ស្ដីឲ្យអញ្ចឹងណាចឹងគាត់ឡើងម៉ូតូមកទាំងអស់គ្នាទៅហើយបងណាំគាត់ប្រាប់ម៉ែរបស់គាត់ពីអីដែលគាត់បានជួបហ្នឹងទាំងអស់គ្នាហើយដែលគាត់ហួសចិត្តហ្នឹងម្ដាយរបស់គាត់ជួបថាមនុស្សចាស់ដែលឃើញហ្នឹងសង្ស័យតែគេមកគេចង់ឲ្យទៅលេខអីចឹងទៅមនុស្សចាស់ម្នាក់អាយុប្រហែលជាម៉ានសួរនាំគាត់អីចឹងទាំងអស់គ្នាចឹងគាត់ប្រាប់ថាអាយុប្រហែលជាខ្ទង់70ឆ្នាំអីចឹងទៅម៉ែរបស់គាត់នឹងបញ្យល់យកអីដែលគាត់ឃើញនេះដែលគាត់ខ្លាចចង់មកនេះយកទៅចាក់ទៅលេខថែមទៀតហើយដល់ហ្នឹងមកដល់ម៉ាក់របស់គាត់នៅពេលទៅដោះនេះគឺគាត់បានឃើញលេខប្រហែលជាខ្ទង់58អីហ្នឹងឯង58 59អីចឹងណាម៉ែរបស់គាត់ចាក់ត្រូវពិតមែនទាំងអស់គ្នាប៉ុន្តែបងណានបើសួរគាត់ថាគាត់ខ្លាចកន្លែងហ្នឹងអត់គឺគាត់ខ្លាចខ្លាំងព្រោះតែគាត់បានឃើញរឿងរ៉ាវដែលគាត់នឹកស្មានដល់ទេហើយគាត់បានជួបផ្ទាល់ភ្នែករបស់គាត់ហ្នឹងហ្មងគាត់ខ្លាចឡើងញាស់ខ្លួនហ្នឹងតែម្ដងទាំងអស់គ្នាហើយខ្ញុំជឿថាចេះនៅក្នុងស្រុកភូមិម្នាក់ទាំងអស់គ្នាច្បាស់ជានៅតែមានអ្នកចាក់ទៅលើចាក់អីចឹងឯងត្រូវអត់ហើយក៏នៅតែមានអ្នកណាគេដែលគេរបៀបថាចាក់សៅលើបាត់ដៃដើម្បីសុំលើឆ្នោតអីចឹងដែរនៅទាំងអស់គ្នាចំពោះរឿងរ៉ាវរបស់គាត់ហ្នឹងគឺមានតែប៉ុណ្្នឹងទេខ្ញុំអត់ដឹងថារឿងហ្នឹងគួរឲ្យខ្លាចឬក៏គួរអាណិតគួរអស់សំណើចទេពេលខ្ញុំស្ដាប់ហើយខ្ញុំទីហួសចិត្តឲ្យស្ងាត់ចិត្តដែរគឺថាអារឿងហ្នឹងវាដូចនៅក្នុងស្រុកភូមិខ្ញុំដូចគ្នាអញ្ចឹងទៅគឺនៅតែមានអ្នកជឿលើរឿងចាក់ផ្ទុយលេខអីដូចគ្នានឹងឯងហើយត្រូវស្ដាប់ត្រូវជឿខ្ញុំទាំងអស់គ្នាលបែងតែងពីនេះបើអ្នកណាគេកំពុងចាក់ផ្ទុយលេខគឺឈប់ទៅមានតែប៉ុណ្្នឹងទេ